Wow hello Miss Universe Cambodia សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំអត់មកនិយាយច្រើនទេគឺខ្ញុំចង់មកនិយាយអំពី Top 10 favorite ឥឡូវហ្នឹងសម្រាប់ការប្រកួត Miss Universe នេះគឺជា hot pick ទី1ដែលខ្ញុំធ្វើសម្រាប់ការប្រកួត Miss Universe មុនពេលដែលការបំពាក់ឈៀងគឺបានមកដល់ទាំងអស់គ្នា firstly គឺខ្ញុំឲ្យលេខ1ខ្ញុំគិតថា Yes Julia គឺជាបេក្ខនារីដែលស័ក្តិសមសម្រាប់ការប្រកួត Miss Universe Cambodia នៅឆ្នាំហ្នឹងដោយសារអីខ្ញុំអត់ទាន់បានមើលពីការនិយាយក៏ដូចជាការដើរការអីផ្សេងៗដែរបេក្ខនារីទាំងអស់ presentation their self នៅលើ stage ទេអញ្ចឹង Julia គឺខ្ញុំឲ្យលេខ1ដោយសារគាត់ជាបេក្ខនារីដែលមានpotential ដែលមាន background មកពី Miss World គាត់ធ្លាប់ដំណើរ Miss World អញ្ចឹងខ្ញុំគិតថាគាត់នឹងធ្វើបានល្អនៅក្នុងការប្រកួតនៅឆ្នាំហ្នឹងសម្រាប់ឆាក Universe The second is Anna Nicole គឺជាបេក្ខនារីដែល strong ជាបេក្ខនារីដែលជាក្មេងជាងគេនៅក្នុងការប្រកួតនៅឆ្នាំហ្នឹងសម្រាប់ឆាក Miss Universe Cambodia ប៉ុន្តែទាំងអស់គ្នាខ្ញុំនិយាយមែនគាត់ជាបេក្ខនារីដែលវាថាមានចំណេះជំនាញជាច្រើនទី1គឺគាត់បកកែខាងរំរបស់បានដែរគាត់លក្ខណៈជាក្មេងប៉ុន្តែគាត់បង្កើតមាតិកាបែបចេញមកវាខុសពីអីដែលយើងឃើញបបកញ្ញាធ្វើតោះគាត់ចេញមកបែបជាឬមួយក៏អាចនិយាយបានថាគាត់មានសិល្បៈនៅខាងរំរបស់បានដែរទី2ទៀតគឺគាត់ជាបេក្ខនារីដែលប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ទំនាញការឆ្លើយ Q&A ទាំងអស់គ្នាប្រកាសជាបានដឹងហើយការគាត់ប្រកួតឆ្នាំណាមួយជាមួយនឹងល្អហួសហ្នឹងទាំងអស់គ្នាគឺគាត់ធ្វើបានល្អគឺគាត់កាន់ដៃជាមួយនឹងល្អហួសអញ្ចឹងខ្ញុំគិតថាគាត់ជាបេក្ខនារីដែល strong សម្រាប់ការប្រកួត Miss Universe Cambodia ទោះបីជាគាត់ក្មេងក៏ដោយទី3គឺបងរតនាគឺជាបេក្ខនារីម្នាក់ដែល strong ខ្លាំងមែនតើមិនថាទាំង personalities ក៏ដូចជា catwalk តោះព្រះប្រកាសជាស្គាល់ហើយគឺគាត់គឺជាម្ចាស់មកគាត់ Miss Mera Cambodia first edition ទាំងអស់គ្នាខ្ញុំគិតថាបងមេរ៉ាគឺជាបេក្ខនារីដែលមានរាងស្អាតដែរគឺរាងស្អាតហើយការដើររបស់គាត់ខ្ញុំសុំផ្ទះដៃឲ្យខ្ញុំនិយាយមែនអញ្ចឹងមានតែការយើងការទន្ទឹងរង់ចាំយើងនឹងចាំមើលថាតើគាត់អាចនឹងប្រើប្រាស់នៅចំណេះជំនាញក្នុងការលើកដាក់ក្នុងការនិយាយក្នុងការ presentation ខ្លួនឯងក៏ដូចជាការនិយាយថ្មីឲ្យគេចាប់អារម្មណ៍ដោយសារតែគាត់មានហើយស្រាប់ជាមួយនឹងរៀងជាមួយនឹងសម្រស់ជាមួយនឹងការដើរអញ្ចឹងនៅតែឡើយថាការដែលគាត់presentation ក៏ដូចជាការនិយាយដែលយើងដឹងថាគាត់អាចមានឱកាសក្នុងការឆ្នាំគាត់ Miss Universe Cambodia អត់ទី3បងលីឆានខ្ញុំអត់បារម្ភច្រើនទេចំពោះបងលីឆានគឺជាបេក្ខនារី strong ស្រាប់ហើយមិនថា personality ក៏ដូចជា catwalk ប៉ុន្តែខ្ញុំនៅរៀងចាំមើលសិនថាគាត់អាចធ្វើបានជាមួយនឹងការឆ្លើយសំណួរក៏ដូចជា Q&A ក៏ដូចជាការនិយាយចេញមកបែបលក្ខណៈថាធ្វើឲ្យមានមុនស្នេហ៍ធ្វើឲ្យលក្ខណៈថាស្ដាប់ទៅម្នាក់ហ្នឹងគឺជាបេក្ខនារីដែល strong ទៅលើការនិយាយទាំងអស់គ្នា Yes បេក្ខនារីបងស្រីនេះគឺជាបេក្ខនារីដែលថ្មីសម្រាប់ការប្រកួត Miss Universe Cambodia ក៏ដូចជា platform បបកញ្ញាគឺគាត់ថ្មីខ្លាំងមែនតើប៉ុន្តែខ្ញុំបានឃើញវីដេអូជាមួយនឹងcatwalk របស់គាត់អូខេខ្ញុំជឿថាអូយស្អាតហើយជាបែបនេះលក្ខណៈថាគាត់ខ្ពស់ផងគាត់រៀងស្អាតផងគាត់ដើរចេញមកស្អាតផងអញ្ចឹងខ្ញុំមានតែចាំមើលថាតើការនិយាយ Q&A របស់គាត់មិនដែរ My sixth spot is បងដួងច័ន្ទបងម៉ាច់ដាវីទាំងអស់គ្នាបងម៉ាច់ដាវីប្រកាសជាស្គាល់អូយខ្ញុំនិយាយមែនបងម៉ាច់ដាវីខ្ញុំអត់មានបារម្ភអីទេខ្ញុំបារម្ភជាងគេគឺការឆ្លើយ Q&A របស់គាត់ខ្ញុំគិតជឿថាបើសិនគាត់មកលើកនេះណាប្រកាសតែគាត់នឹងពង្រឹងជាមួយនឹង Q&A របស់គាត់អញ្ចឹងចាំមើលទាំងអស់គ្នាថាតើគាត់ធ្វើបានល្អមិនខ្លះបងស្រីធន់ទាំងអស់គ្នាបងស្រីធន់គឺជាបេក្ខនារីម្នាក់អូយខ្ញុំមានអារម្មណ៍ថាគាត់ថ្មីប៉ុន្តែចេញមកឆ្ងាញ់ណាអញ្ចឹងមានតែចាំមើលថាការនិយាយគាត់យ៉ាងម៉េចដែរ and then ទី8ហ្នឹងខ្ញុំឲ្យទៅលើបងបិសាជាបេក្ខនារីម្នាក់ដែរថ្មីអាចនិយាយបានថ្មីជាមួយនឹងបងសៃធំទាំងអស់គ្នាគឺគាត់ថ្មីទាំងពីរនេះប៉ុន្តែ energy ចេញមកបែបលក្ខណៈធ្វើឲ្យគេចាប់អារម្មណ៍អញ្ចឹងមានតែចាំមើលថាគាត់ឆ្ងាញ់គាត់ឆ្លើយសំណួរគាត់ presentation ខ្លួនឯងបានល្អកម្រិតណានៅក្នុងការប្រកួតនៅឆ្នាំហ្នឹងទី9បងទីណាឡុងខ្ញុំជឿជាក់ថាតើអ្នកប្រកាសជាស្គាល់គាត់តាមរយៈការប្រកួតកម្មវិធីដូចជា Supra ជាអីកន្លងមកឲ្យទាំងអស់គ្នាខ្ញុំអត់សូវលើថាអត់សូវបារម្ភជាមួយនឹងការដើរក៏ដូចជាការ cat ដែលគាត់ធ្វើ catwalk អីទាំងអស់ហ្នឹងទេគឺខ្ញុំបារម្ភជាងគេគឺការមកជាមួយនឹងធម៌ពលនៅក្នុងការនិយាយធម៌ពលនៅក្នុងការឆ្លើយសំណួរហើយ hopefully ថាគាត់នឹងពង្រឹងនៅចំណុចទាំងអស់ហ្នឹង The last but not least គឺបងលីអេងជាបេក្ខនារីដែរគាត់ថាអាចក៏ក្មេងដែរដោយសារគាត់ធ្លាប់ប្រកួតនៅកម្មវិធី Miss Teen International Miss Teen Cambodia នៅឆ្នាំជាមួយនឹងបង Anna
own analytically ទាំងអស់គ្នាអញ្ចឹងយើងមានតែចាំមើលទេថាការគាត់មកលើកនេះគាត់ពង្រឹងជាមួយនឹងQ&A ពង្រឹងជាមួយនឹងការនិយាយបានដល់កម្រិតណាដោយសារអីខ្ញុំជឿជាក់ថា catwalk និយាយទៅបញ្ហានេះទាំងអស់គឺ catwalk ខ្ញុំអត់សូវបារម្ភទេគឺចេញមក strong ចេញមកស្អាតចេញមកដើរចេញមកមានធម៌ពលអីទាំងអស់ហ្នឹងហើយអញ្ចឹងខ្ញុំចង់ផ្ដាំទៅបញ្ហានេះដាក់ពាក្យចូលរួមប្រកួតនៅឆ្នាំហ្នឹង it's not important that you just a new queen or you just like a new face of beauty pageant like Miss Universe Cambodia but what you have to like bring with you is that confidence you need to have confidence because confidence build you a strong person and you and ហើយអ្នកទាំងអស់គ្នានឹងដើរបានយ៉ាងឆ្ងាយដើរបានយ៉ាងជ្រៅទៅក្នុងឆាកមិនថាឆាក Miss Universe ទេគឺឆាកផ្សេងៗដែលទាំងអស់គ្នានឹងចូលបន្តទៀតអញ្ចឹង let's see together bye bye